រឿងបុរសជាឪពុកនិងកូនប្រុសជួបនឹងក្រពើកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះវិបុលនិងកូនប្រុសទុយរបស់គាត់ឈ្មោះម៉ាប់បានរួមដំណើរជាមួយគ្នាយ៉ាងរីករាយនៅលើរទេះឈើមួយដែលអូសដោយគោខ្មែររឹងមាំដើម្បីយកតំណែងទៅលក់នៅឯអ៊ីផ្សារឆ្ងាយហួសពីជួរភ្នំមេឃនៅថ្ងៃនេះហាក់ដូចជាក្តៅខ្លាំងខុសពីធម្មតាខណៈដែលពួកគាត់ធ្វើដំណើរឆ្លងកាត់តំបន់ព្រៃរិចរិលដែលទើបតែរងគ្រោះដោយសារភ្លើងឆេះព្រៃកាលពីពេលថ្មីៗនេះបន្សល់ទុកតែផ្សែងនិងដីខ្មៅស្រពិលនៅជុំវិញផ្លូវពុកអើយសូមពុកជួយឈប់រទេះបន្តិចទៅមើលចុះនៅក្បែរគល់ឈើដែលខ្លោចនោះមានសត្វអ្វីម្យ៉ាងកំពុងតែដេកស្ងៀមមិនកម្រើកសោះហាក់ដូចជាវាកំពុងតែរងទុក្ខវេទនាយ៉ាងខ្លាំងនៅក្នុងភ្នក់ភ្លើងដែលទើបតែរលត់ទៅនេះក្រពើនោះត្រូវបានភ្លើងព្រៃរលរលាកជើងទាំង4ដើររកស៊ីពុំបានអត់អាហារស្គមរីងរៃហើយវាក៏បានសម្លឹងមើលទៅបុរសនោះដោយកែវភ្នែកដ៏គួរឲ្យអាណិតបំផុតដើម្បីសុំសេចក្តីមេត្តាករុណាជួយសង្គ្រោះជីវិតរបស់វាកូនអើយមើលចុះសត្វក្រពើនេះពិតជាគួរឲ្យអាណិតខ្លាំងណាស់វារងរបួសពេញខ្លួនបែបនេះប្រកាសជាមិនអាចរស់បានយូរឡើយប្រសិនបើពួកយើងមិនព្រមជួយយកវាចេញពីទីនេះដើម្បីទៅរកប្រភពទឹកឲ្យបានឆាប់បំផុតនោះទេពុកកូនបានត្រៀមខ្សែចំណងនិងមែកឈើខ្លះៗរួចហើយតើពុកចង់ឲ្យកូនជួយអ្វីទៀតទេកូនចង់ឃើញក្រពើដ៏កំសត់នេះមានសុវត្ថិភាពហើយបានទៅដល់បឹងធំដែលពោពេញដោយទឹកត្រជាក់ក្នុងពេលឆាប់នេះអត់ធ្មត់បន្តិចណាក្រពើអើយយើងត្រូវចងឈើអបខ្លួនឯងឲ្យជាប់បែបនេះដើម្បីងាយស្រួលលើកឯងដាក់លើរទេះហើយការពារកុំឲ្យឯងឈឺចាប់ខ្លាំងនៅពេលដែលពួកយើងធ្វើដំណើរឆ្លងកាត់ផ្លូវរដិបរឌុបខាងមុខអូហូក្រពើនេះធ្ងន់ណាស់លោកពុកប៉ុន្តែពួកយើងត្រូវតែខំប្រឹងឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីលើកវាដាក់លើរទេះឲ្យបានជោគជ័យទើបពួកយើងអាចធ្វើដំណើរទៅមុខបន្តទៀតបានដោយសុវត្ថិភាពបុរសឪពុកនិងកូនបានឃើញក្រពើនោះរលាកជើងទាំង4ស្គមរឹតកម្លាំងវារោទៅណាមិនរួចដូច្នេះក៏កើតចិត្តអាសូររួចកាប់ឈើមកចងអបខ្លួនក្រពើនោះឲ្យជាប់រួចលើកដាក់លើរទេះបោចេញពីតំបន់គ្រោះថ្នាក់កេងឲ្យលក់ទៅកូនសម្លាញ់ផ្លូវទៅកាន់បឹងធំនោះនៅឆ្ងាយបន្តិចទៀតប៉ុន្តែពុកនឹងខំប្រឹងបរទេះនេះឲ្យដល់ទីនោះមុនពេលព្រះអាទិត្យរះដើម្បីឲ្យក្រពើនេះបានធូរស្រាលពីការឈឺចាប់របស់វាមើលចុះលោកពុកពួកយើងមកដល់បឹងធំហើយទឹកในទីនេះថ្លាឆ្វេងហើយត្រជាក់ស្រួលណាស់ជឿជាក់ថាវានឹងជួយឲ្យក្រពើកំសត់នេះមានកម្លាំងឡើងវិញនិងជាសះស្បើយពីរបួសរបស់វាជាមិនខានរួចរាល់ហើយឥឡូវនេះឯងមានសេរីភាពហើយចូលទៅក្នុងទឹកចុះដើម្បីព្យាបាលរបួសរបស់ឯងពួកយើងបាននាំឯងមកដល់កន្លែងដែលមានសុវត្ថិភាពបំផុតហើយសង្ឃឹមថាឯងនឹងបានធូរស្រាលឆាប់នេះលក់ដោះបឹងមួយធំជាទីសុខសប្បាយបុរសនោះក៏ដាក់ក្រពើចុះក្នុងទឹកក្រពើនោះបានផឹកទឹកអកផុកឆែតហើយក៏ចាប់ផ្ដើមមានកម្លាំងកំហែងឡើងវិញជាសន្សឹមនៅក្នុងចម្រុកថ្មីរបស់វាអរគុណហើយដែលបាននាំអញមកដល់ទីនេះប៉ុន្តែឥឡូវនេះអញឃ្លានខ្លាំងណាស់ហើយសាច់របស់ពួកឯងទាំងពីរនាក់នេះមើលទៅពិតជាគួរឲ្យចង់ស៊ីណាស់អញត្រូវទៅស៊ីពួកឯងដើម្បីបំពេញក្រពះអញឲ្យបានឆ្អែតណៃព្រះស្ដែងកុំខំអញអីអញមានគុណលើព្រះស្ដែងតើឯងមិននឹកឃើញទេឬថាពួកយើងបានខំប្រឹងទាំងយប់ទាំងថ្ងៃដើម្បីសង្គ្រោះជីវិតឯងពីភ្នក់ភ្លើងហេតុអ្វីបានជាឯងបែរជាមកគិតចំស៊ីពួកយើងដែលជាអ្នកមានគុណវិញបែបនេះមានគុណនឹងអញឯណាបើចង់អញស្ទើរស្លាប់ពួកឯងបានចងអញយ៉ាងតឹងណែនធ្វើឲ្យអញស៊ូចាប់ខ្លាំងនៅអំឡុងពេលដែលធ្វើដំណើរមកដល់ទីនេះដូច្នេះអញត្រូវតែស៊ីពួកឯងឲ្យទាល់តែបានដើម្បីសងសឹកនឹងការឈឺចាប់នេះព្រឺស្ដែងកុំអាលថាំអញអីមកយើងទាំងអស់គ្នាទៅរកលោកអ្នកមៀងប្រែកឲ្យជួយកាត់សេចក្តីនេះឲ្យយើងសិនដើម្បីឲ្យដឹងថាការដែលអញជួយជីវិតឯងហើយឯងបែរជាចង់ស៊ីអញវិញនេះវាជាទង្វើត្រឹមត្រូវដែរឬទេទើបបុរសនិងក្រពើនាំគ្នាទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមដំណើររៀងខ្លួនដើម្បីឲ្យព្រះអង្គទ្រង់ជួយកាត់សេចក្តីនេះឲ្យពួកគេដោយមានក្តីសង្ឃឹមថាយុត្តិធម៌នឹងត្រូវបានរកឃើញសម្រាប់អ្នកដែលបានធ្វើអំពើល្អចូលកូនចៅទាំងឡាយមានសេចក្តីស្ងប់ចុះតើមានរឿងអ្វីកើតឡើងបានជាពួកឯងនាំសត្វក្រពើដ៏ធំនេះមកដល់ក្នុងព្រះបរមវាំងបែបនេះចូលរៀបរាប់ដំណើររឿងតាមត្រង់មក
anhនឹងជួយរកយុត្តិធម៌ឲ្យពួកឯងក្រាបបង្គំទូលព្រះមហាក្សត្រទូលព្រះបង្គំនៅទីមួយកន្លែងស្ងៀមស្រាប់តែចៃនេះមកចងអបខ្លួនទូលព្រះបង្គំជាប់លើកដាក់លើរទេះបទៅធ្វើឲ្យទូលព្រះបង្គំប្រមាស់ពុំរួចឈឺចាប់ខ្លាំងព្រោះតែវាធ្វើទុកទៅទូលព្រះបង្គំត្រីស៊ីវាក្រពើនេះត្រីភ្លើងព្រៃរលរលាកជើងទាំង4វារពុំរួចទេទូលព្រះបង្គំអាសូរទៅយកឈើចងអោបរួចលើកដាក់លើរទេះបដល់បឹងទៅស្រាយលែងបើព្រះអង្គពុំជឿសូមទ្រង់ទុតជើងក្រពើទាំង4ដែលរលាកខ្លោចនោះចុះព្រះមហាក្សត្រទ្រង់ពិចារណាថាក្រពើនេះពិតជាសត្វឥតធម៌មិនដឹងគុណកែឡាយព្រះអង្គមានព្រះតម្រិះយ៉ាងឆ្លៀសឆ្លាយនៅក្នុងការធ្វើឲ្យក្រពើនេះបង្ហាញចរិតពិតប្រាកដរបស់វាចេញមកឲ្យគ្រប់គ្នាបានឃើញជាភស្តុតាងបើដូច្នោះមែនមានតែព្រះស្ដែងព្រមឲ្យគេចងដោយមុនសិនចាំអញពិចារណាឲ្យយើងត្រូវតែឃើញស្ថានភាពជាក់ស្ដែងនៅពេលនោះទើបអញអាចកាត់សេចក្តីឲ្យបានត្រឹមត្រូវនិងយុត្តិធម៌បំផុតសម្រាប់ភាគីទាំងសងខាងព្រះមហាក្សត្រក៏ឲ្យបុរសនោះទៅចងក្រពើជាប់ដូចមុនវិញដោយមានការយល់ព្រមពីក្រពើដែលគិតស្មានថាព្រះមហាក្សត្រនឹងជួយកាត់សេចក្តីឲ្យវាស៊ីបុរសនោះជាអាហារតាមបំណងប្រាថ្នារបស់វាឥឡូវនេះព្រះស្ដែងមើលចុះនេះគឺជាស្ថានភាពដើមដែលបុរសនេះបានរកឃើញឯងបើមិនមានការជួយសង្គ្រោះពីគាត់ទេឯងប្រកាសជាត្រូវស្លាប់នៅក្នុងភ្នក់ភ្លើងនោះជាមិនខានប៉ុន្តែឯងបែរជាគ្មានសីលធម៌ដឹងគុណគេសោះឡើយព្រះស្ដែងនាំក្រពើនេះទៅផ្ទះចុះថ្ងៃក្រោយកុំធ្វើគុណនឹងសត្វទេរឆានព្រោះលោកថាពុំត្រូវទុកចិត្តសត្វមានចង្កំនិងសត្វមានពីសព្រោះវាអាចនឹងវិលត្រឡប់មកធ្វើបាបអ្នកវិញនៅពេលក្រោយទៀតតោះកូនពួកយើងត្រឡប់ទៅផ្ទះវិញទៅថ្ងៃនេះពួកយើងបានរៀនមេរៀនដ៏ធំមួយហើយគឺការធ្វើអំពើល្អត្រូវតែមានសតិបញ្ញាជាជំនួយទើបមិននាំទុក្ខទោសដល់ខ្លួនឯងនិងមនុស្សជាទីស្រឡាញ់នៅថ្ងៃក្រោយពុកអើយកូនយល់ហើយថាការដែលយើងមានចិត្តមេត្តាវាជារឿងល្អប៉ុន្តែយើងក៏ត្រូវចេះមើលឲ្យដឹងថាតើអ្នកណាខ្លះដែលគួរឲ្យយើងជួយហើយអ្នកណាខ្លះដែលជាសត្វសាហាវមិនដឹងគុណគេដូចជាក្រពើនេះព្រះមហាក្សត្រកាត់សេចក្តីដូចនេះបរោះនោះក៏យល់ព្រមតាមហើយចាប់ពីពេលនោះមកគាត់តែងតែព្រានប្រដៅកូនចៅឲ្យចេះមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងការរស់នៅនិងការជួយយកអាសារអ្នកដទៃឲ្យបានត្រឹមត្រូវសូមឲ្យរឿងនិទាននេះក្លាយជាពន្លឺបំភ្លឺផ្លូវដែលអស់លោកអ្នកទាំងអស់គ្នានៅក្នុងការជ្រើសរើសផ្លូវដើរដ៏ត្រឹមត្រូវនិងចេះប្រើប្រាស់បញ្ញាដើម្បីការពារខ្លួនពីគ្រោះថ្នាក់នានានៅក្នុងឆាកជីវិតពិតប្រាកដសារអប់រំការធ្វើអំពើល្អត្រូវតែពិចារណាឲ្យបានច្បាស់លាស់មិនត្រូវទុកចិត្តសត្វសាហាវឬមនុស្សដែលមានគ្មានធម៌នៅក្នុងខ្លួនដែលមិនស្គាល់គុណគេឡើយព្រោះវាអាចនាំទុក្ខទោសដល់ខ្លួនវិញ